សួស្តីកញ្ញាបាទកញ្ញាថ្ងៃនេះប៉ាមានឆ្លងមួយឲ្យកញ្ញាទស្សទាយអំពីផ្លាកសញ្ញាចរាចរណ៍ណាកញ្ញាតើផ្លាកសញ្ញាចរាចរណ៍នេះគេសំដៅទៅលើអ្វីមានអត្ថន័យដូចម្ដេចអូខេអញ្ចឹងមាន3ជម្រើសឲ្យកញ្ញាជ្រើសរើសបាទទី1គឺហាមយានជំនិះគ្រប់ប្រភេទបត់ស្ដាំអូខេទី2ហាមយានជំនិះគ្រប់ប្រភេទបត់ឆ្វេងហើយនឹងទី3យានជំនិះគ្រប់ប្រភេទអាចបត់ឆ្វេងបានអូខេឥឡូវប៉ាទុកពេលមួយសន្ទុះឲ្យកញ្ញាគិនបើកញ្ញាឆ្លើយត្រូវកញ្ញានឹងទទួលបានរង្វាន់បាទពិតជាត្រឹមត្រូវកញ្ញាពិតជាត្រឹមត្រូវបាទផ្លាកសញ្ញាចរាចរណ៍នេះគឺហាមយានជំនិះគ្រប់ប្រភេទបត់ឆ្វេងបកកែខ្លាំងមែនទែនអញ្ចឹងប៉ានឹងមានពាក្យស្លោកមួយសម្រាប់អ្នកធ្វើចរាចរណ៍ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍បងប្អូនមុនពេលបើកបរត្រូវរៀនច្បាប់ចរាចរណ៍ឲ្យបានចេះសិន